កូនខ្មែរជាទីស្រឡាញ់20ឆ្នាំក្រោយនៅពេលកូនបានស្ដាប់បទអត្ថាធិប្បាយនេះប្រហែលជាសំឡេងយន្តហោះចំប៉ាំងនឹងគ្រាប់បែកនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025បានក្លាយជារឿងមួយនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរទៅហើយប៉ុន្តែចំពោះមនុស្សជំនាន់យើងនាពេលនេះ24កក្កដាឆ្នាំមុនមិនមែនជារូបភាពចាស់ក្នុងបណ្ណសារហើយក៏មិនមែនជារឿងដែលគេនិទានដែរវាជាថ្ងៃដែលមេឃខ្មែរត្រូវបានគេបំពេញដីខ្មែរត្រូវបានយោធាថៃវាយប្រហារហើយប្រជាជនខ្មែរបានរត់គេចចេញពីផ្ទះរបស់ខ្លួនទាំងទឹកភ្នែកថ្ងៃនោះសំឡេងផ្ទុះបានបំបែកភាពស្ងប់ស្ងាត់តាមព្រំដែនប្រែក្លាយជាការតតាំងបង្ហូរឈាមដ៏អូសបន្លាយកុមារខ្មែរដែលធ្លាប់កាន់សៀវភៅបែរជាត្រូវកាន់ដៃឪពុកម្ដាយរត់រោគទីសុវត្ថិភាពមនុស្សចាស់ដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមពីអតីតកាលត្រូវសំឡេងគ្រាប់បែករបស់យោធាថៃដាស់ឲ្យនឹកឃើញរបួសដែលពួកគាត់គិតថានឹងមិនអាចកើតឡើងម្ដងទៀតផ្ទះដែលធ្លាប់ជាទីកក់ក្ដៅបានក្លាយជាកន្លែងដែលមនុស្សមិនហ៊ានស្នាក់នៅផ្លូវដែលធ្លាប់មានកុមាររត់លេងបានក្លាយជាផ្លូវដែលត្រូវហុំព័ទ្ធដោយបន្លាលួសនឹងទូកុងតឺន័ររបស់យោធាថៃប្រាសាទបុរាណអាយុរាប់រយឆ្នាំត្រូវពួកគេប្លង់បំផ្លាញហើយទឹកដីរបស់ខ្មែរជាច្រើនទីតាំងត្រូវពួកគេបំពានកាន់កាប់កូនប្រហែលជាសួរថាហេតុអ្វីបានជាបទអត្ថាធិប្បាយនេះនៅតែរំលឹករឿងឈឺចាប់មួយដែលបានកន្លងផុតទៅហើយនេះមិនមែនដើម្បីទុកកំហឹងជាមរតកឲ្យកូនឡើយហើយក៏មិនមែនមានន័យថាកូនជាអ្នកត្រូវដោះស្រាយរបួសរបស់ជំនាន់យើងទេជំនាន់យើងមិនអាចទុកបញ្ហាឲ្យកូនទេយើងត្រូវទុកកម្ពុជាមួយដែលរឹងមាំជាងមុនដល់កូនក្នុងគ្រោះថ្នាក់នេះយើងបានឃើញថាខ្មែរអាចស្រឡាញ់ខ្មែរបានខ្លាំងប៉ុណ្ណាអ្នកមានធនធានបានបរិច្ចាគអ្នកមានកម្លាំងបានជួយដឹកជញ្ជូនអ្នកមានចំណេះដឹងបានជួយពន្យល់ការពិតហើយអ្នកនៅជួរមុខបានឈរធ្វើជាជញ្ជាំងការពារទឹកដីបើទោះបីជាដឹងថាជីវិតរបស់ខ្លួនអាចរលត់នៅគ្រប់ពេលក៏ដោយប៉ុន្តែសាមគ្គីភាពដែលកើតឡើងតែពេលគ្រាប់បែកធ្លាក់មិនគ្រប់គ្រាន់សម្រាប់ការការពារជាតិទេការការពារជាតិត្រូវការចូលរួមពីគ្រប់ភាគីគ្រូបង្រៀនដែលផ្ទេរចំណេះឲ្យកុមារគឺកំពុងការពារជាតិកសិករដែលផលិតស្បៀងឲ្យប្រទេសគឺកំពុងការពារជាតិអ្នកសារព័ត៌មានដែលនិយាយការពិតដោយការទទួលខុសត្រូវគឺកំពុងការពារជាតិមន្ត្រីដែលបដិសេធអំពើពុករលួយគឺកំពុងការពារជាតិយុវជនដែលខិតខំរៀនវិទ្យាសាស្ត្របច្ចេកវិទ្យាច្បាប់ការទូតនិងជំនាញផ្សេងទៀតក៏កំពុងសាងសង់ជញ្ជាំងការពារប្រទេសដែរសន្តិភាពក៏មិនមែនគ្រាន់តែជាភាពគ្មានសំឡេងគ្រាប់បែកនោះដែរសន្តិភាពគឺជាសង្គមដែលមានយុត្តិធម៌សាលារៀនដែលបង្កើតអ្នកចេះដឹងពិតប្រាកដមន្ទីរពេទ្យដែលមានគុណភាពនិងគុណធម៌និងស្ថាប័នដែលបម្រើប្រយោជន៍ជាតិលើសប្រយោជន៍បុគ្គលអធិបតេយ្យភាពគឺនៅពេលប្រទេសមួយមានសេដ្ឋកិច្ចរឹងមាំមានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានកងកម្លាំងដែលមានសមត្ថភាពមានការទូតដែលគេគោរពនិងមានប្រជាជនដែលដឹងថាប្រយោជន៍ជាតិសំខាន់ជាងការឈ្នះគ្នាឯងកូនខ្មែរជាទីស្រឡាញ់សូមកូនចងចាំការឈ្លានពានប៉ុន្តែកុំទុកឲ្យកំហឹងដឹកនាំអនាគតសូមកូនស្គាល់ប្រវត្តិសាស្ត្រប៉ុន្តែកុំរស់ជាប់ក្នុងអតីតកាលព្រោះការឆ្លើយតបដ៏មានតម្លៃបំផុតចំពោះការឈ្លានពានគឺការកសាងកម្ពុជាមួយដែលរឹងមាំទាំងកម្លាំងការពារជាតិទាំងបញ្ញានិងយុត្តិធម៌សង្គមដែលធ្វើឲ្យកម្ពុជាគ្មានអ្នកណាហ៊ានបំពានម្ដងទៀតបទអត្ថាធិប្បាយនេះផ្ញើទុកឲ្យកូនខ្មែរនៅអនាគតប៉ុន្តែអ្នកដែលត្រូវស្រាយចំណោទដោះចំណងនាពេលបច្ចុប្បន្នគឺយើងទាំងអស់គ្នានៅជំនាន់នេះខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.